សូមនមស្ការក្រាបថ្វាយបង្គំព្រះអង្គគ្រូទាំងពីរវត្តព្រះសិន្ទនពីជីវត្តពុទ្ធរាមដោយសេចក្តីគោរពជ្រះថ្លាសូមនមស្ការចំពោះព្រះមហាថែសូមធ្វើសេចក្តីរាប់អានចំពោះព្រះអង្គថែក៏ដូចជាសូមចម្រើនពរដល់ញាតិញោមក្រុមគ្រួសារនៃសពក៏ដូចជាញាតិញោមដែលជាញាតិមិត្តមកចូលរួមនៅក្នុងបុណ្យជាបណ្ណាកិច្ចក៏ដូចជាបុណ្យតក្កណានុប្បទានដែលប្រពធ្វើដើម្បីឧទ្ទិសនៅមហាកុសលនេះជូនទៅដល់ញោមជីឆាយដែលបានធ្វើមរណកាលទៅប្រមាណជា7 អាទិត្យហើយដែលគាត់បានធ្វើមរណកាលទៅមកទៅហើយថ្ងៃនេះគឺក្រុមគ្រួសារសាច់ញាតិប្រពន្ធកូនចៅរបស់គាត់បានធ្វើបុណ្យនៅតក្កណានុប្បទាននេះហើយជ្រាបក្នុងឱកាសនេះខ្ញុំគណៈអាត្មាក៏បានឱកាសដើម្បីបានសម្ដែងនៅពធទេសនាដើម្បីជាការប្រពនៅក្នុងកម្មវិធីបុណ្យនេះមិនបានជាយូរទេប្រហែលជា20 នាទីញោមណាដោយសារតែយោងទៅតាមពេលវេលាដែលមានកំណត់ដូច្នេះជាធម្មតាទេប្រពៃណីរបស់ខ្មែរយើងក្នុងពុទ្ធសាសនាយើងពេលដែលមានអ្នកស្លាប់ទៅគឺត្រូវតែធ្វើនៅបុណ្យនេះដើម្បីឧទ្ទិសនៅកកម្មមហាកុសលជូនទៅដល់អ្នកដែលបានស្លាប់ទៅនោះហើយកាលពីយើងមិនទាន់មានពុទ្ធសាសនាការធ្វើពិធីបែបនេះគឺមិនទាន់មានទេដូចជាអាត្មានៅក្មេងកាលនោះមិនសូវជាបានចូលវត្តវ៉ាអីប្រហែលទេហើយណាមួយយើងក៏នៅឆ្ងាយពីវត្តវ៉ាអញ្ចឹងទៅមានប្រពៃណីមួយប្រហែលញាតិញោមបានដឹងបានឮដែរហើយប្រពៃណីដែលយើងធ្លាប់ធ្វើពីបុរាណមកនៅពេលដែលមានអ្នកដែលស្លាប់ទៅអញ្ចឹងយើងតែងតែយកនៅចំណីចំណុកបង្អែមផ្លែឈើអីជាដើមហ្នឹងទៅដាក់នៅមុខភ្នោហើយក៏បានបន់ស្រន់ឈ្មោះកឈ្មោះខអីទៅញាតិញោមធ្លាប់ធ្វើរឿងហ្នឹងទេពីដើមមកធ្លាប់ធ្វើរឿងហ្នឹងទេអត់ដាក់នៅមុខភ្នោអញ្ចឹងទៅក៏ហៅឈ្មោះកឈ្មោះខអញ្ចឹងថាមកខ្សែផ្សោយចំណីចំណុកអីចឹងទៅណាប៉ុន្តែនឹងវាជាប្រពៃណីរបស់ខ្មែរយើងទេញាតិញោមណាអាត្មានៅទូក៏ធ្លាប់ឃើញរឿងនឹងដែរកើតឡើងប៉ុន្តែបើតាមអ្វីដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាការធ្វើបែបហ្នឹងវាអត់មានជាផលប្រយោជន៍អីឬក៏ឲ្យបានដល់ទៅដល់អ្នកស្ដាប់ទេវាមិនខុសអីដែលយើងយកស្មៅឲ្យគោងាប់ស៊ីញញោមគោងាប់ដែលចេះស៊ីស្មៅទេងាប់ទៅអត់ចេះស៊ីស្មៅទេបងទៅញញោមអង្គុយទីសិនទៅបច្ច័យបានប្រមាណទៅមុនហ្នឹងទៅញញោមសំខាន់ឲ្យបានស្ដាប់ធម៌ទេសនាតិចមិនយូរប្រហែលជា20 នាទីញញោមណាចឹងវាមិនខុសអីដែលយើងយកស្មៅឲ្យគោងាប់ស៊ីទេញញោមណាគោងាប់តែចេះស៊ីស្មៅទេអត់ទេយ៉ាងណាមិញយើងយកចំណីចំណុកអីផ្សេងទៅដាក់មុខភ្នោហើយបន់ស្រន់ហៅឲ្យមកទទួលទាននោះក៏មកមិនអាចងើបមកទទួលទានបានទេព្រោះនៅក្នុងពុទ្ធសាសនាយើងថាជុតិបរិសន្ធិជីវ័ននេះជុតិចិត្តណាអានោះភាសាអភិធម្មបើយើងនិយាយភាសាស្រួលស្ដាប់ទៅនិយាយភាសាស្រួលស្ដាប់ហើយស្ដាប់បានទៀតទៅគឺងាប់គឺកើតញញោមងាប់កើតបើនិយាយភាសាវិធម្មថាជុតិចិត្តឬក៏ជុតិបរិសន្ធិពាក្យហ្នឹងវាជាប់ជាមួយគ្នាអញ្ចឹងហើយតោះថាទៅកើតណាមកយល់សពអីនេះនោះស្មារតីហ្នឹងញញោមណាមកក្រំដឹងថាតែស្លាប់ទៅគឺកើតហើយញញោមតំកើតនៅឋានសួគ៌តំកើតទៅជាប្រាក់កើតទៅជាប្រែត្រង់កើតទៅជាកើតនៅក្នុងឋាននរកយើងអត់ដឹងទេ
តែត្រង់តែកើតកន្លែងនេះមួយហើយឲ្យមកបញ្យល់សពឬក៏ចូលនៅនេះមួយឲ្យមកបញ្យល់សពនោះមកដឹងទេខ្ញុំសួរអាត្មាថារឿងនេះអាត្មាដឹងទេព្រោះពុទ្ធសាសនាតែជោគតិហើយគឺបរិសន្ធិស្លាប់ហើយគឺកើតហើយតាមថាស្លាប់ហើយមកដឹងថាស្លាប់ទៀតអញ្ចឹងតើយើងឲ្យឈ្មោះស្លាប់យ៉ាងម៉េចខ្ញុំពិចារណាកន្លែងនោះបន្តិចមើលស្លាប់ហើយដឹងថាខ្លួនស្លាប់អញ្ចឹងយើងប្រើពាក្យស្លាប់ទៅអីយើងស្លាប់ទៅអីបើយើងដឹងដដែលខ្ញុំពិចារណាកន្លែងនោះមួយអញ្ចឹងនៅក្នុងភាសាវិធម្មតែជោគតិគឺបរិសន្ធិបើនិយាយស្រួលស្ដាប់ភាសាខ្មែរយើងថាស្លាប់ហើយគឺកើតតាមតែកើតនៅកន្លែងណាយើងអត់ដឹងទេហើយម្នាក់គឺមិនអាចជៀសផុតអំពីសេចក្តីស្លាប់បានទេអាត្មាក៏ស្លាប់ញាតិញោមក៏ស្លាប់តែហើយទៅសំបីតែព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គប្រេណិតពៀនដែរអញ្ចឹងអត់មាននរណាជៀសបានទេថាក្តីស្លាប់អត់មានអ្នកត្រូវការក្តីស្លាប់គ្មានសិទ្ធិនឹងជៀសបានគ្រប់ប្រាណតែមានជាធម្មតាទោះសោកអង្វរយ៉ាងណាអស់ទាំងលោកាគ្មានផ្សាររូបអីញញោមវាយើងយកអីទៅសោកយកប្រាក់យកមាសអីទៅសោកស្ដេចមច្ចរាជអត់សោកបានទេញញោមអញ្ចឹងបានលោកប្រៀបថាស្ដេចមច្ចរាជនេះប្រៀបដូចជានាយពេជ្ជឃាតញញោមស្គាល់ពេជ្ជឃាតទេពេជ្ជឃាតគឺអ្នកសម្លាប់ញញោមពេជ្ជឃាតហ្នឹងគឺតាមយើងគ្រប់ពេលវេលាអញ្ចឹងហើយពេជ្ជឃាតហ្នឹងយូរអាដាហ្នឹងមកដាក់នគរយើងគ្រប់ពេលវេលាអញ្ចឹងហើយនៅពេលដែលយើងថ្វាយប្រហែសដោយប្រការណាមួយប្រមាថដោយប្រការណាមួយប្រកាសណាពេជ្ជឃាតនឹងកាត់កយើងគ្រប់ពេលវេលាហើយទៅសោកប៉ាន់ពេជ្ជឃាតមិនក៏សោកអត់រួចដែរពេជ្ជឃាតអត់ចេះពុករលួយទេញោមណាស្ដេចមច្ចរិកក៏អត់ចេះពុករលួយយមរាជក៏អត់ចេះពុករលួយដែរអញ្ចឹងសម្រាប់យើងគ្រប់ពេលវេលាហើយត្រង់ដែលពេលស្លាប់ត្រង់ដែលនេះពេជ្ជឃាតសម្រាប់យើងពេលណាមួយគឺយើងអត់ដឹងទេពេលខ្លះពេជ្ជឃាតសម្រាប់នៅក្នុងផ្ទៃពេលខ្លះកើតមកពេជ្ជឃាតសម្រាប់ដោយញោមឆាយពេជ្ជឃាតសម្រាប់អាយុគាត់លើសពីអាយុកាប់ញាតិញោមអាយុពី75ឡើងមនុស្សរស់លើសអាយុកាប់ហើយញាតិញោមបើនិយាយពីអាយុកាប់មនុស្សយើងសប្តាហ៍នេះដូចជានៅ74កន្លះទេញាតិញោមអាយុមនុស្សជាមធ្យមនៅក្នុងពុទ្ធសាសនាយេស៊ូវស្រាប់ថាអាយុជាមធ្យមដែលសម្ដែងនៅក្នុងពុទ្ធសាសនាហើយដែលអាចរស់ហើយនឹងស្លាប់ទៅវិញគឺជាមធ្យមគឺ74កន្លះទេប៉ុន្តែញោមឆាន78 79ហើយអញ្ចឹងគាត់រស់លើសអាយុកាប់ហើយមានន័យថាគាត់រស់ដោយបុណ្យហើយញាតិញោមណាបើសម័យព្រះអាយុកាប់របស់មនុស្ស100ឆ្នាំប៉ុន្តែក៏មានមនុស្សខ្លះរស់លើសពី100ឆ្នាំញាតិញោមដែលដឹងថានៅក្នុងសម័យព្រះអ្នកណាដែលមានអាយុវែងជាងគេទេគឺព្រះថេរៈមួយអង្គគឺព្រះថេរៈពីកលថេញាតិញោមណាព្រះថេរៈអង្គនេះលោកអត់ដែលមានអាពីទេប៉ុន្តែលោកមានបច្ចុប្បន្នរហូតដល់ទៅ160ឆ្នាំញាតិញោមណាអញ្ចឹងនៅក្នុងសម័យព្រះមានតែព្រះថេរៈអង្គនឹងមួយដែលមានអាយុវែងជាងគេហើយភាគច្រើនគឺ120ប៉ុន្តែនៅក្នុងសម័យព្រះអាយុកាប់របស់មនុស្សគឺ100ឆ្នាំទៅស្លាប់ជាមធ្យមប៉ុន្តែដោយសារតែមនុស្សមានសេចក្តីប្រមាទអញ្ចឹងយើងរាប់ពីពុទ្ធសាសនាមកគឺ2560ជាងអញ្ចឹងក្នុង100ឆ្នាំខៃ1ឆ្នាំអញ្ចឹងវាខៃអស់ប្រហែលជា70វាខៃអស់25ជាងហើយ25តិចតួចអញ្ចឹងបើយើងយក25តិចតួចហ្នឹងមកដក100មកវានៅសល់តែ74កន្លះទេអញ្ចឹងជាមធ្យមនៅក្នុងពុទ្ធសាសនាអាយុមនុស្សដែលអាចរស់បានគឺ74កន្លះអត់ដល់75ទេព្រោះ60ជាងហើយ2560ជាងហើយអញ្ចឹងវាអត់បាន75ទេអញ្ចឹងការស្លាប់នេះគឺអាត្មាបញ្ជាក់ជាដដែលអញ្ចឹងស្ដេចមច្ចរាជអត់សោកប៉ាន់អីយកលុយលោកៈញាតិញោមជាធ្នូថាកុំស្លាប់ទោះបីជាយើងបកាយណាក៏ដោយយើងពួននៅលើអាកាសថាចង់ទៅពួននៅលើអាកាសនៅ
ក្នុងអា Space Station International Space Station អានៅក្នុងអាកាសនោះថាកុំឲ្យស្ដេចមច្ចរីទៅសម្រាប់បានញាតិញោមទៅគួននៅនឹងក៏ពេញអផុតដែរឬក៏ញាតិញោមថែធ្វើផ្ទះនៅបាតសមុទ្រធ្វើផ្ទះនៅបាតសមុទ្រឲ្យបិទចិត្តវិឈឹងកុំឲ្យនរណាមកញ៉ែញ៉ៃកុំឲ្យស្ដេចមច្ចរីចូលទៅសម្រាប់បានអត់បានទេឬក៏ញាតិញោមថែទេពួននៅចន្លោះភ្នំពួននៅចន្លោះភ្នំក៏ได้បិទទ្វារចិត្តក៏ได้ថែកុំឲ្យស្ដេចមច្ចរីស្លាប់បានអត់បានទេនៅតែសម្រាប់ចិត្តដល់ពេលដល់ថ្ងៃគឺនៅតែសម្រាប់ចិត្តញាតិញោមណាអញ្ចឹងបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាការធ្វើបុណ្យមិនចាំបាច់ក្មេងទេមិនចាំបាច់ចាស់ទេធ្វើបុណ្យពីក្មេងទៅញាតិញោមណាធ្វើបុណ្យពីក្មេងព្រោះអីយើងនឹងគឺស្លាប់គ្រប់ពេលវេលាដោយជាញោមឆាយគាត់មានឱកាសរស់រហូតដល់លើសអាយុនៃកម្មញាតិញោមគិតមើលមកកម្មវិជាញាតិញោមដែរមិនយកចប់កាប់ឲ្យទៅកាប់ដីឈ្មោះថាមកកាប់ទេញាតិញោមមិនទេមកកាប់នៅក្នុងទីនេះបានន័យថាការកំណត់នៃអាយុរបស់មនុស្សអាត្មាពីដើមហើយច្រឡំដែរពូថ្មីគេក៏ហត់ដែរមកកាប់លោកឯងយកចាប់កាប់ទៅកាប់ដីមកកាប់ឈ្មោះមកកាប់ហើយការទឹកដួសថ្មីគេក៏ហត់លេងញាតិញោមអត់ដឹងតែមកកាប់នេះមានន័យថាអាយុការកំណត់របស់មនុស្សការរស់នៅរបស់មនុស្សឥឡូវងាកមកវិញមកម៉ោងទីសិនញោមកន្លះទៀតងាកមកវិញថាដូចជាក្នុងពេលនេះអញ្ចឹងញោមដែលជាក្រុមគ្រួសារនិស្សិតប្រកាសណាស់ចង់ដឹងណាស់ថាញោមឆាយញោមជីឆាយស្លាប់ទៅកើតនៅទីណាទៅកើតនៅឋានសួគ៌ឬក៏ទៅកើតនៅឋានក្រោមឋានក្រោមគឺនរកញាតិញោមប្រែមាននរកប្រែតិឆានអសុរកាយមាន4នឹងណាខាងក្រោមហ្នឹងបាំងសុបថវ័យនឹងនរកនៅក្នុងពុទ្ធសាសនាលោកសម្ដែងថានៅក្រោមដីយើងនេះឯងរាប់អានរក8កម្ដៅហ្នឹងរាប់15000យោជន៍ដល់ទី1ហើយសញ្ជីវៈនរកហ្នឹងដល់ទី1នៅក្នុងបាំងសុបថវ័យយើងមានតែណាឆ្ងាយទេចឹងមានតែ2ឯងមនុស្សយើងស្លាប់ទៅមានតែ2ដែលអាចចប់ទៅតាមខ្លួនបានទី1គឺកញ្ចប់បុណ្យទី2គឺកញ្ចប់បាបមានតែ2ហ្នឹងឯងដល់ហើយទៅសំបីតែរូបកាយដែលជាទីស្រឡាញ់របស់យើងដែលយើងហួងហែងថែរក្សាសម្អាតគ្រប់ពេលវេលាយើងមិនអាចយកទៅបានចាំបាច់ពោលទៅថ្មីដល់ទៅរបស់ក្រៅខ្លួនអញ្ចឹងយកទៅបានអញ្ចឹងមានតែ2ទេដែលយកទៅបានគឺកញ្ចប់បុណ្យនិងកញ្ចប់បាបអញ្ចឹងក៏សួរថាអាត្មាថាតើញោមឆាយទៅកើតទីណាអាត្មាឆ្លើយថាអាត្មាអត់ដឹងទេញោមណាអាត្មាគ្រាន់តែដឹងថាមិនដឹងថាគាត់កើតនៅឋានសួគ៌មិនដឹងថាគាត់កើតនៅក្នុងឋានក្រោមអាហ្នឹងអាត្មាមានចម្លើយប៉ុណ្្នឹងប៉ុន្តែអ្វីដែលចប់តាមគាត់គឺខ្ញុំឆាយគាត់ធ្វើអំពើល្អច្រើនអញ្ចឹងគាត់ប្រហែលជាទៅឋានសួគ៌ឲ្យព្រមលើយើងធ្វើអំពើល្អច្រើននៅក្នុងខ្លួនច្រើនវាមិនអាចទៅក្រោមបានទេប្រកបជាទៅលើញាតិញោមណាអញ្ចឹងញាតិញោមក្រុមគ្រួសាររិស័កបាច់ចាំភ័យទេប៉ុន្តែអ្វីដែលក្នុងទីនេះដោយសារតែយើងមិនប្រកបបជានៅក្នុងនឹងហើយបានជាប្រពៃណីខ្មែរយើងមានអាណាម្នាក់ក្នុងគ្រួសារស្លាប់ទៅនឹងធ្វើបុណ្យតក្កណានុប្រទានញាតិញោមតក្កណានុប្រទាននឹងមានន័យថាម៉េចមានន័យថាយើងបញ្ជូននៅរបស់របរប្រើប្រាស់នៅនឹងចំណីអីជូនទៅដល់គាត់តាមក្រោយតែលោកគាត់អត់បានអីតាមខ្លួនយើងផ្ញើស្បៀងទៅគាត់បានទទួលស្បៀងនឹងហើយញាតិញោមណាអញ្ចឹងតក្កណានុប្រទានហ្នឹងបានន័យថាអញ្ចឹងឯងញាតិញោមដែលយើងធ្វើបុណ្យក្នុងពេលឥឡូវនេះគឺយើងឧទ្ទិសយើងបញ្ជូនស្បៀងទៅញោមឆាយឬក៏ញាតិនៅក្នុងសង្សាររបស់ដែលបានស្លាប់ទៅហ្នឹងយើងបានផ្ញើទៅឲ្យគាត់ក្រែងលោកគាត់ទៅគាត់ភ្លេចឃ្លាំងដោយប្រការណាមួយភ្លេចយកបំបាច់ទៅដោយប្រការណាមួយបំបាច់លុយកាក់បំបាច់ស្បៀងនេះយើងផ្ញើទៅក៏ជាការល្អគាត់មានរបស់បរិភោគប្រើប្រាស់អញ្ចឹងទៅណាញាតិញោមអញ្ចឹងនៅក្នុងន័យតក្កណាប្រទានគឺតក្កណានុប្រទាននេះគឺមានន័យយ៉ាងហ្នឹងឯងញាតិញោមដាក់បានហើយញាតិញោមបានហើយព្រោះអញ្ចឹងអត្ថន័យនៅក្នុងពេលនេះគឺអញ្ចឹងឯងគាត់តក្កណានុប្រទាននេះបងហើយតែគាត់អាចទទួលយកបានគឺដោយហេតុ3យ៉ាងញាតិញោម3យ៉ាងទី1គឺញាតិញោមជាម្ចាស់បុណ្យហ្នឹងក្រុមគ្រួសារឬក៏ម្ចាស់ទានហ្នឹងបានឧទ្ទិសទៅឲ្យគាត់
từ thằng ấy dùng khai xong rồi tua nhân tư rồi về nhiệt xa là quạt ở trong luôn cho nó rồi dương là xe dương nhà là bao ấy muối hay bây giờ là xe mua quạt là lơ là bao này thế nên thằng này nào từ tua đây nhận nhộn chẳng chả từ ấy tìm thoát cái nhà họ mà chả tao mình đài chẳng nhiệt nhộn đài mà chả bon mà chả tiền thằng chưa sạch xô thằng cho bự dân nó tự tới hay nhà đã làm tờ ban được tốt thằng từ nào mình máu dân bình đại cái nhà mọi dân bình đại như nhận nhộn chẳng rừng nó bên trong của chẳng nhận nhộn đây chỉ mà chặt tiền nó ba là tư của ba là tư hỏi tư nó coi trong một tiền hỏi tiền phí cứ nẹt đà từ tu nó bán ăn mô tình đi ở có xem chỉ con ban ăn mô tình đi hỏi ăn mô tình đi nó không có sao lấy ra thang kề gia tri o tam của xà thụ chỉ cung là chiết ao sầm rai của rai thành chấm thì nhóm chấm nẹt đại ban slap tới ban từ tu ăn mô tình đi về là nhìn vô một từ từ hỏi còn một ban từ tu hỏi ăn mô tình đi tí phì hỏi tí bay cứ mình men vô chấm này vô chấm nóc vô ấy sinh từ đặt bốc nấu hay sai hai con phải con mau từ tu bao được không anh đừng men đi tí bay này cứ dân thơ tiên chấm pua bọc pua đại miền sở hai chấm pua bọc pua đại miền sở đấy miền nhung chi tả chi sơ còn bay sơ đọc như chúng ta ở trong miền sở pram bị khổ xong sao mà đây cho nào chứ nó nhìn nhau đấy giờ cư dân ban bậc kén nữ chẳng hành ban đệ ba ti sena cái linh thầy trẻ cho vua lông này miền sở chẳng bấy nhìn nhau tì mũi lại khăn đài nẹt đài slap tới ai cho tu vô bàn thì mũi cứ nhận nhau đài chỉ mà chặt tiền nữa là tư vợ con nói cầm plei tư đời của bạn không bị xa chẳng nói nhận nhau vợ con plei tư như là phải mà dung pin kiên plei lại là còn plei chỉ vang bóng thấy đi ấy từng vợ con ngày mình sao hay dùng lại đưa ta sầm lên cái u pin mình đang cười khai như nhau để xa ấy là sao của bạn không bị xa lúc bạn là tướng hỏi phải nó ngay nhận nhau mai còn là chăm bò được phô chừng đây là ha ông pi sinh nạp bạc con người sao là họ to được chừng bay chừng lọt vào cốt đó nhân nhổn hỏi bay chừng lọt vào cốt nâng ui vậy nè rồi ơi vậy nè mình clay thế nhân nhổn nó vậy nhá mà chừng lọt vào cốt đó mà chừng lọt vào cốt hai đây đo mà dối nè hai đây chứ mà dối cái đo của mùi cái lỗ nhân nhổn hai đây đo mà dối mà chừng lọt vào cốt đời bây giờ ngọt tha mà nuôi dưỡng bị đám và xong cắt lại những cái nuôi dưỡng bị đám về giúp mà xong khai đặc biệt khai máu khai trong hô đo đọc chứ nào mà rồi chăng khai mình chăng rồi chăng là hô đó là giúp mình nút khai trong đo đọc chứ nào đặc biệt tới là giúp nút khai lại thôi với nha như là sẽ cái đây sẽ lại meta cả là mai chúng tôi co sang sơ tiên sơ smart tiên sơ đó sẽ cái đây đó với chúng ta không luôn khai làm với nha khai lá lên lương tê riêng mà nuôi đam mê là giúp đọc năm nó khai lắm rồi bằng phải năm khai là thôi đó giúp mà xong khai mình muối nấn nó ao chung một thang muối chật lọt một cột nhìn nhớ mà bởi vì pizza sắm mán khai đây tập mà dồi chẳng dú bây chật lọt một cột đó nhìn nhớ còn là trăm o được không chừng đây hai và ba con pizza tư chẳng còn lấy ở tư nhìn nhớ nó tư anh đã khăn tì bùi tì phí cứ nè là slap tới ban được tù thì bây cứ tránh tại ao tiên chụp cung lục nè đó lục nè đai miên sở pram sở váy sở đo rồi từ khâu xong sang đây chỉ đam nhấn số mà nó mô ni vô ca sân tay từ thô tết na có phần nâng hỏi có xong nó mong phê lên nó chót tay nó chót lên trong cái ma sông của ma của mô nơi con ca ma có sao đây càng phi sân nát đi ca sân tay thô tết na ca sân tay thô tết na điều từ chung đo nhung chi chai đại quan mòn nạ ca tớiประมาณจีมวยตนิสมัยโยมบานตัวในกสอบพรในโดนจากบานตัวในปีนี้หอยประโยชน์บานตัวโนตนี้หอยสมบัติเด็กกล่าวโนสสารการตูจ้าสมอเมสกไรสักกระดมรุมณีรุสิตตัวเต็มเมียนบานจุ่มในน้ำพุทธตัวทั้งหลายบนประกายยุบวันสุขะประหลาดไปที่ปลายสมควรอาเทียสม
មួយចំណាយទៀតក៏សូមជូនបនដល់ញាតិញោមដែលជាក្រុមញាតិមិត្តក៏ដូចជាអ្នកស្គាល់ក្រុមគ្រួសារនេះសពនេះសូមឲ្យញោមបានសូមប្រកបជួបប្រទះទៅនឹងពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្រៀងគ្រៀងឡើយសូមអនុមោទនាយ៉ាងសង្ខេបពេលអ្នកសមតាការសម្ដែងពធទេសនាពីសំណាក់នេះខ្ញុំកណាក៏សន្មតថាចប់ដោយសង្ខេបបានខ្លីប៉ុណ្ណេះឯងអេវ៉ាំងសាធុព្រមទាំងសាធុ